យើងទៅណេមិនទិញជីវៈលេងពីដើមឆ្នាំហ្មងទៅកុំឲ្យ stress សំណួរទី1របស់មេរៀនអង្គស spam ហើយ1តើអង្គស spam ជាអ្វីអង្គស spam វាគឺជារុក្ខជាតិដែលមានគ្រាប់ហើយគ្រាប់វាមានសម្បកការពារពីខាងក្រៅទី2គេសួរថាតើរុក្ខជាតិអង្គស spam ចាក់ចេញជាប្រមាណថ្នាក់អ្វីខ្លះរុក្ខជាតិអង្គស spam វាចាក់ចេញជា2ថ្នាក់គឺ monocotyledone ហើយនិង dicotyledone សំណួរទី3តើផ្នែកផ្សេងៗរបស់ផ្កាមានអ្វីខ្លះផ្នែកផ្សេងៗរបស់ផ្កាមានត្របកផ្កាស្រទាប់ផ្កាកញ្ចុំកេសរញីនិងកញ្ចុំកេសរឈ្មោលទៀតសំណួរទី4ដោយម្ដេចហៅថា monocotyledone ឲ្យឧទាហរណ៍រុក្ខជាតិចំនួន5 monocotyledone គឺជារុក្ខជាតិដែលមានគ្រាប់តែគ្រាប់មានកូទីលេដុង1ឬក្លែប1ឧទាហរណ៍ដូចជាស្រូវដូងអំពៅស្លាហើយនិងត្នោតសំណួរទី5ហេតុអ្វីបានជាគេហៅរុក្ខជាតិ monocotyledone បានជាគេហៅរុក្ខជាតិ monocotyledone ពីព្រោះវាមានកូទីលេដុង1ឬក្លែប1 5តើ dicotyledone ជាអ្វីចូលឲ្យឧទាហរណ៍ឲ្យបាន5ចម្លើយdicotyledone គឺជារុក្ខជាតិមានគ្រាប់ដែលគ្រាប់មានកូទីលេដុង2ឬក្លែបគ្រាប់2អញ្ចឹង mono ហើយនឹង di ក៏វាអាស្រ័យទៅលើក្លែបគ្រាប់បើសិនជាមានតែ1គឺ mono មាន2គឺ di 7ហេតុបីបានជាគេហៅរុក្ខជាតិ dicotyledone និយាយទៅសំណួររៀងដែរបានជាគេហៅរុក្ខជាតិ dicotyledone ពីព្រោះវាជារុក្ខជាតិដែលមានកូទីលេដុង2ឬក្លែប2តើគេសម្គាល់រុក្ខជាតិ monocotyledone បានដោយសារអ្វីខ្លះគេសម្គាល់រុក្ខជាតិ monocotyledone បានដោយសារតែគ្រាប់មានកូទីលេដុង1ស្លឹកមានទ្រនុងស្របផ្កាមាន3ស្រទាប់ឬពហុគុណនឹង3អញ្ចឹងអាកន្លែងនេះមានន័យថាបើមាន6មាន9អីហ្នឹងវាជាពហុគុណនឹង3វាក៏ជា mono ដែរដើមមានបាច់សរសៃនាំស្ថិតនៅរាយប៉ាយឬស្ញែ9តើគេសម្គាល់រុក្ខជាតិ dicotyledone បានដោយសារអ្វីខ្លះចឹងគេសម្គាល់ dicotyledone បានដោយសារគ្រាប់មានកូទីលេដុង2ស្លឹកមានទ្រនុងបែកខ្នែងផ្កាមានស្រទាប់4ឬ5ដើមមានបាច់សរសៃនាំស្ថិតនៅជារង្វង់ហើយឬកែវសំណួរទី10តើត្នោតជារុក្ខជាតិ monocotyledone ឬ dicotyledone ព្រោះអ្វីត្នោតជារុក្ខជាតិ monocotyledone ព្រោះគ្រាប់មានកូទីលេដុង1ស្លឹកមានទ្រនុងស្របផ្កាមាន3ស្រទាប់ឬពហុគុណនឹង3ដើមមានបាច់សរសៃនាំស្ថិតនៅរាយប៉ាយហើយឬស្ញែ11រុក្ខជាតិមួយដើមមាន6ស្រទាប់និងមានស្លឹកទ្រនុងស្របហើយវាគឺជារុក្ខជាតិអីឆ្លើយគេឆ្លើយថារុក្ខជាតិមួយដើមដែលមាន6ស្រទាប់ហើយស្លឹកទ្រនុងស្របនោះវាគឺជារុក្ខជាតិ monocotyledone trong vùng môi sạt tọa bỏ đinh dày mảnh hụt con nặng bấy đáp pì ta lẽ cái nạp pizza pi giang rồi bao đồ cái chuyện ăn so spam bên ngoài này lẽ cái nạp pizza pi giang rồi bao đồ cái chuyện ăn so spam cử ta chia sẻ liên phết hay crop ta bị đau sầm bỏ đập bấy ta đưa đồ cái chuyện ăn so spam bên này vậy này đưa được bao đồ cái chuyện ăn so spam bên này tì chọn chốt đồ cái chuyện ta nặng đấy đặt nom tắc nặng bao khả năng bị đámទឹកនំទឹកនឹងបើកណិចពីដីទៅឲ្យដើមនឹងស្លឹកហើយស្តុកទុកអាហារអញ្ចឹងទៅវាមាននទី3សំខាន់14តើដើមរបស់រុក្ខជាតិអង្គសស្ប៉ែមមាននទីអ្វីខ្លះដើមរបស់រុក្ខជាតិអង្គសស្ប៉ែមមាននទីត្រង់ផ្នែកដែលនៅលើដីដឹកនាំទឹកនឹងបើកណិចពីឫសទៅឲ្យស្លឹករុក្ខជាតិហើយដើមខ្លះវាស្តុកទុកអាហារដែរចំពោះដើមខ្លះវាធ្វើរស្មីសំយោគដើម្បីបង្កើតសារធាតុសរីរាង្គ15តើជាលិកាសំខាន់របស់ដើមមានអ្វីខ្លះចម្លើយជាសកាសំខាន់របស់ដើមមានស៊ីឡែមនិងផ្លូវអែមមានអារម្មណ៍ថាវាងាយស្រួលនៅក្នុងការតែងនៅក្នុងការយល់អញ្ចឹងបើសិនជាអ្នកនរគ្នាស្ដាប់អាចស្ដាប់វាហើយធ្វើកិច្ចការផ្សេងឬក៏ស្ដាប់វាហើយតែងក៏បានដែរនិយាយទៅវាងាយស្រួលចាំងាយស្រួលយល់ដែរពួកអីគាត់រៀបចំមានលំដាប់លំដោយច្បាស់លាស់ហើយសំណួរហ្នឹងគួរឲ្យជឿទុកចិត្តបើយើងអានជីវៈអន្តេញជីវៈយើងត្រូវតែទុកចិត្តអីយើងតែងបើយើងអត់ទុកចិត្តទេសំណួរតែមួយតែចម្លើយផ្សេងគ្នាធ្វើឲ្យយើងអត់ទុកចិត្តទៅវិញមកមានចាំទេសំណួរ16តើបាច់សរសៃនាំជាអ្វីបាច់សរសៃនាំគឺជាបណ្ដុំស៊ីឡែននិងផ្លូវអែម
តើនៅចន្លោះស៊ីឡានិងផ្លូវអែមមានស្រទាប់អ្វីហើយស្រទាប់នេះមាននទីដូចម្ដេចនៅចន្លោះស៊ីឡែមនិងផ្លូវអែមមានស្រទាប់មេនោះមាននទីផលិតស៊ីឡែមនិងផ្លូវអែមថ្មី18តើស៊ីឡែមនិងផ្លូវអែមមាននទីដូចម្ដេចអញ្ចឹងស៊ីឡែមនិងផ្លូវអែមវាមាននទីស៊ីឡែមបូក1មកដឹកនាំទឹកនិងអំបិលខនិចពីឫសទៅដើមស្លឹកទៅដើមដឹកនាំទឹកនិងអំបិលខនិចពីឫសតាមដើមទៅស្លឹករុក្ខជាតិចំណែកផ្លូវអែមវិញវាមាននទីដឹកនាំអាហារឬផលិតផ្លូវអែមវិញវាមាននទីដឹកនាំអាហារឬផលិតផលរស្មីសំយោគឃ្លុយកោសទៅឲ្យគ្រប់កោសិកាដែលមិនបានធ្វើរស្មីសំយោគនឹង19តើຂະຫນាត់ទទឹងស្លឹករុក្ខជាតិអង្គសូស្ប៉ែមនឹងចែកចេញឬក៏បង្ហាញឲ្យយើងឃើញពីស្រទាប់អីខ្លះស្រទាប់នីមួយៗមាននទីដូចម្ដេចឥឡូវយើងមកនិយាយអំពីស្រទាប់ដែលមានសិនគឺមានស្រទាប់អេពីដាមលើក្រោមស្រទាប់ប៉ាលីសាតនិងស្រទាប់ស្ពតហើយចំពោះនទីរបស់វាវិញគឺស្រទាប់អេពីដាមលើក្រោមមាននទីការពារស្លឹករុក្ខជាតិនិងមានស្តូម៉ាតសម្រាប់បណ្ដូតស្មាន់និងទឹកតែពេលស្រទាប់ប៉ាលីសាតនឹងវាមាន chloroplast ដែលផ្ទុក chlorophyll វាមាននទីសំខាន់សម្រាប់ដំណើររស្មីសំយោគហើយដើម្បីបង្កើតសារធាតុសរីរាង្គទៀតស្រទាប់ស្ពតនឹងវាមានស៊ីឡែមនិងផ្លូវអែមហើយរន្ធខ្យល់វាមាននទីដឹកនាំទឹកអំបិលខនិចនិងអាហារគេហៅវាថា glucose ទៅកាន់គ្រប់កោសិការុក្ខជាតិសំណួរទី20តើកញ្ចុំកេសរញីមានប្រមាណផ្នែកអ្វីខ្លះអញ្ចឹងកញ្ចុំកេសរញីមាន3ផ្នែកគឺ stigma កកេសរញីហើយនិង ovea ហើយ ovea ផ្ទុក ovule 21តើកញ្ចុំកេសរឈ្មោលមានប្រមាណផ្នែកអ្វីខ្លះកញ្ចុំកេសរឈ្មោលមាន2ផ្នែកគឺប្លុកលំអងនិងតូនកេសរឈ្មោល22ដែលមិនដេញទៅហៅថាដំណើរលំអងហើយមានប្រមាណបែបអ្វីខ្លះដំណើរលំអងគឺជាការផ្ទេរគ្រាប់លំអងពីប្លុកលំអងទៅលើ stigma ហើយដំណើរលំអងនឹងចែកចេញជា2បែបគឺស្វ័យដំណើរលំអងនិងដំណើរលំអងកាត់23តើដំណើរលំអងអាចប្រព្រឹត្តបានទៅដោយសារមធ្យោបាយអ្វីខ្លះអញ្ចឹងដំណើរលំអងនឹងវាអាចប្រព្រឹត្តបានទៅដោយសារតែមធ្យោបាយដូចជាទឹកខ្យល់សត្វល្អិតឃ្មុំមេអំបៅបក្សីច្រឹងឬក៏បាជីវនឹងវាគឺជាអ្នកនាំគ្រាប់លំអងទៅ24ចំនួននេះគេចែកចេញជាកហើយនិងខដូចមិនដឹងហៅថាដំណើរលំអងសពនិមិត្តខហេតុអ្វីបានជាមនុស្សធ្វើដំណើរលំអងសពនិមិត្តចឹងដំណើរលំអងសពនិមិត្តហ្នឹងវាគឺជាដំណើរលំអងដែលមនុស្សយកគ្រាប់លំអងនៃរុក្ខជាតិមួយទៅដាក់លើ stigma នៃរុក្ខជាតិមួយទៀតហើយបានជាគេធ្វើដំណើរលំអងសពនិមិត្តហ្នឹងក៏ព្រោះតែដើម្បីបង្កាត់បានរុក្ខជាតិដែលមានលក្ខណៈពិសេសហើយដែលគេចង់បានសំណួរទី25បញ្ជាក់ក្នុងសំណួរ Gymnosperm ក្នុងចំនួនអង្គ Gymnosperm សំខាន់នេះគឺវាមាន44សំណួរអញ្ចឹងឥឡូវយើងដល់សំណួរទី25ហើយតើសត្វល្អិតអាចនាំគ្រាប់លំអងបានដោយរបៀបណាខតើការបង្កកំណើតប្រព្រឹត្តទៅនៅពេលណាសត្វល្អិតអាចនាំគ្រាប់លំអងបានដោយសារការទាក់ទាញរបស់ផ្កានៅពេលដែលឃើញផ្កាមានពណ៌ស្រស់និងក្លិនក្រអូបសត្វល្អិតទៅទុំលើផ្កាដោយត្រដោះនឹងផ្លុកលំអងហើយក៏ត្រូវគ្រាប់លំអងរួចពេញខ្លួននៅពេលដែលសត្វល្អិតទៅទុំលើផ្កាមួយទៀតអាគ្រាប់លំអងដែលនៅជាប់នឹងខ្លួនវានឹងក៏ធ្លាក់ទៅលើ stigma របស់ផ្កានោះខតើការបង្កកំណើតប្រព្រឹត្តទៅនៅពេលណានឹងងាយឆ្លើយប្រព្រឹត្តទៅនៅពេលដែលគ្រាប់លំអងធ្លាក់លើ stigma ហើយការបង្កកំណើតក៏កើតមានឡើង